សំណាងខ្លាំងបើអ្នកមានប្រជ្រុយបរោះ5កន្លែងនេះប្រជ្រុយនៅលើផ្ទៃមុខបរោះអាចឲ្យយើងសម្គាល់និស្ស័យចិត្តគំនិតរបស់គាត់ហើយក៏អាចឲ្យយើងដឹងខ្លះអំពីជោគវាសនាឆាកជីវិតរបស់គាត់ផងដែរដូច្នេះចង់ដឹងទេថាប្រជ្រុយទាំង5កន្លែងនោះមាននៅកន្លែងណាខ្លះសូមបន្តទស្សនាជាមួយ admin ដូចតទៅមុននឹងបន្តទស្សនាសូមបងប្អូនជួយចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗនៅពេលដែល admin បានបង្ហោះទី1បរោះដែលមានប្រជ្រុយនៅលើបបូរមាត់អ្នកគឺជាមនុស្សប្រុសមានប្រាជ្ញាវាងវៃឆាប់យល់សភាពការក្នុងសង្គមចូលចិត្តការកម្សាន្តមានតម្រេកផ្លូវភេទខ្ពស់ពូកែវហាស័ព្ទចូលចិត្តធ្វើដំណើរនិងស្វែងរកចំណេះដឹងថ្មីហើយអ្នកក៏ជាមនុស្សមានរាសីខ្ពស់ល្អសម្បូរលាភបើធ្វើជំនួញនិងមានភាពរីកចម្រើនរឹងមាំទី2បរោះដែលមានប្រជ្រុយនៅចុងច្រមុះអ្នកគឺជាបរិះហ្មត់ចត់ចូលចិត្តប្រឡូកក្នុងសង្គមចេះដាក់ខ្លួនមានចិត្តល្អនិងបញ្ញាឆ្លៀសវៃជោគជតារាសីរបស់អ្នកនឹងបានទទួលសំណាងល្អជារឿយៗពីមនុស្សជុំវិញខ្លួនហើយមានអ្នកតាមជួយជ្រោមជ្រែងរាល់អាជីពការងារនិងជួបប្រទះតែសេចក្តីសុខទី3បរិះមានប្រជ្រុយដោះនៅកែមច្រមុះអ្នកជាសភាពបរោះមានសេចក្តីព្យាយាមចិត្តត្រជាក់ម៉ត់ចត់មានរបៀបរបបរស់នៅប្រកបដោយសណ្ដាប់ធ្នាប់មានសតិបញ្ញាល្អនិងមានភាពជាអ្នកដឹកនាំជោគវាសនារបស់អ្នកមានអ្នកចាំជួយទំនុកបំរុងជ្រុំជ្រែងការងាររបស់អ្នកជួបប្រទះតែលាភសក្ការៈច្រើនក្នុងឆាកជីវិតជាពិសេសនោះជាប្រជ្រុយតាក់ចិត្តមនុស្សស្រីផងដែរទី4បរោះដែលមានប្រជ្រុយនៅថ្ពាល់ខាងឆ្វេងអ្នកជាមនុស្សប្រុសពោពេញដោយការព្យាយាមឧស្សាហ៍ចូលចិត្តតែងខ្លួនស្រឡាញ់ភាពសប្បាយរីករាយជប់លៀងកម្សាន្តមានតម្រូវការផ្លូវភេទខ្ពស់និងមានចិត្តសាវាមិនណយទេហើយជាពិសេសនោះក៏ស្រីដេញតាមផងដែរនៅលើវិថីជីវិតរបស់អ្នកតែងតែមានអ្នកធំចាំជួយឧបត្ថម្ភគាំទ្រជារឿយៗហើយពុំមានភាពលំបាកលបិនអ្វីច្រើនឡើយទី5បរោះមានប្រជ្រុយនៅថ្ពាល់ខាងស្ដាំអ្នកជាបរិះស្មោះត្រង់ដឹងគុណអ្នកដទៃខំប្រឹងប្រែងតែឆាប់ខឹងហើយមិនចេះយោគយល់អភ័យទោសឲ្យអ្នកដែលធ្វើអាក្រក់ដាក់ខ្លួននោះទេសម្រាប់ផ្លូវជីវិតមានវាសនាល្អប្រសើរជោគជតារាសីមិនសូវលំបាកយូរឡើយសម្រាប់ការងាររបស់រកស៊ីផ្សេងនឹងរីកចម្រើនសមប្រកបចាស់ទៅអ្នកនឹងរស់ស្រួលជាការពិតណាស់សម្រាប់ការបកស្រាយនៅក្នុងវីដេអូនេះតើប្រិមិត្តបងប្អូនមាននៅប្រជ្រុយទាំង4កន្លែងនេះដែរឬទេសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត